អាគីរ៉ាស៊ូណាសូមជម្រាបសួរថ្ងៃទី2យើងមកបែបសាបមកបែបចូលទៅដល់កន្លែងរត់ឡានសាំងភ្លាមអត់ទាន់បង្វិលកងទេដូច្នេះយើងបង្វិលកងដើម្បីយកធុងសាំងរត់ឡានបន្តទៅមុខទៀតក្នុងដំណើរថ្ងៃទី2នេះដូចជាមិនមានអីច្រើនដែលត្រូវធ្វើឯពីព្រោះអីពេលដែលខ្ញុំបើកលេងហ្នឹងគឺម៉ោង12យប់ទៀតហើយពូរវល់រហូតអញ្ចឹងទៅពេលដែលបវលក៏យើងបានធុងសាំងតិចដោយសារតែយើងអត់បានធ្វើ mission ដើម្បីយកព្រះអាទិត្យឲ្យគ្រប់ target មកបវលដូច្នេះហើយយើងមានធុងសាំងប៉ុន្មានយើងរត់ឡានត្រឹមប៉ុណ្្នឹងសិនតែម្ដងទៅពេលជាមួយគ្នារត់ឡានក៏កុំភ្លេចចាប់មាន់ដែរពីព្រោះអីមាន់យើងចាប់អត់ទាន់បានគ្រប់100ទេអញ្ចឹងដេកគួរហើយនឹងពេជ្រទោះយើងរត់យកកាក់3000នឹងគ្រប់តែអត់គ្រប់មាន់ក៏គេអត់បើកឲ្យយើងបដូរយកដែរអញ្ចឹងកុំភ្លេចចាប់មាន់ឲ្យគ្រប់ target ទាំងអស់គ្នាយើងសំណាងអត់ចូលការ៉ាសាំងបានសាំង free 4ធុងទៀតអញ្ចឹងយើងរត់បានប្រហែលជាមួយផ្លែតទៀតដែរមុននឹងបញ្ចប់ថ្ងៃទី2យើងបានបំពេញភារកិច្ចចប់ហើយដូច្នេះកាក់3000យើងទទួលបានប៉ុណ្នេះហើយដែលគួរយើងត្រូវតែយកឲ្យបានពេជ្រ30ប្រកបក៏ត្រូវតែយកឲ្យបានដែរចាប់ថ្ងៃទី2ចូលដល់ថ្ងៃទី3ថ្ងៃថ្មីទៀតហើយអ្នកទាំងអស់គ្នាដូចលើកមុនដែរថ្ងៃថ្មីចូលមកយើងបវល់កងយកធុងសាំងសិនទៅហើយថ្ងៃទី3នេះដូចជាចូលក្នុងហ្គេមម៉ោង10អីដែរទេអញ្ចឹងទៅក៏ធ្វើការបង្វិលកងឲ្យបន្តិចទៀតនៅពេលដែលខ្ញុំរៀងស្ទើរឲ្យបន្ទុកព្រះអាទិត្យហ្នឹងខ្ញុំនឹងទៅ complete event បន្ថែមពីព្រោះអី event សម្រាប់ថ្ងៃទី3នេះរៀងងាយក្នុងការ complete ដើម្បីយកព្រះអាទិត្យមកដែរអញ្ចឹងបើសិនបើខ្ញុំអាចធ្វើបានគឺខ្ញុំទៅ complete mission ដើម្បីយកព្រះអាទិត្យមកបវល់កងនេះដូចចេញឡានបាន4បានព្រះអាទិត្យដល់20ទៅផលិតនុយត្រីមួយបានព្រះអាទិត្យដូចជា15និយាយ16ទេនិយាយទៅរឿងច្រើនដែរអញ្ចឹងខ្ញុំអាចធ្វើបានខ្ញុំធ្វើដើម្បីប្រគ្រប់ព្រះអាទិត្យយកទៅបវល់ធុងសាំងនេះដោយសារតែថ្ងៃទី3នេះចូលលេង LED ដូចគ្នាប៉ុន្តែ mission យើងអាចបំពេញបានប៉ុន្តែកាលពីថ្ងៃទី2នោះចូល LED ហើយ mission ពិបាកបំពេញទៀតអញ្ចឹងក៏សម្រេចថាមានធុងសាំងប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងទៅមូលហេតុដែលខ្ញុំរត់ឡានដើម្បីយកពេជ្រនឹងដេកគួរនឹងតែពេលយប់ម៉ោង10មិន10ឬម៉ោង12ដោយសារតែពីថ្ងៃមកខ្ញុំរវល់អាចឆ្លៀតចូលក្នុងហ្គេមបានមួយផ្លែដែរដើម្បីបំពេញ event ផ្សេងតែអត់អាចមានពេល record លេងរត់ឡាននឹងតន់ទេដូច្នេះហើយទៅ record ពេលយប់ហើយ voice over នៅពេលណាដែរតនេនឹងកាត់វីដេអូពេលណាដែរតនេដូច្នេះអាចនឹងពេលខ្លះមួយថ្ងៃចេញវីដេអូម្ដងពេលខ្លះអាចនឹង2ឬ3ថ្ងៃទៅចេញម្ដងតែខ្ញុំនឹងសរុបជារៀងរាល់ថ្ងៃដើម្បីឲ្យដឹងថាដំណើរក្នុងមួយខែហ្នឹងយើងទៅមុខរបៀបម៉េចហើយមួយវិញទៀតខ្ញុំរៀននឹងជួចត់ដែរដោយសារតែធ្លាប់អត់ចេះលេងកន្លែងរត់ឡានសាំងហ្នឹងទេអត់ចេះលេងច្រើនឆ្នាំហើយទៅតចាប់អារម្មណ៍រៀនលេងទៅបានដឹងថាអូគេលេងអញ្ចឹងសោះឲ្យខាតដែលគាត់ស្អាតអស់ឡើងច្រើនហើយនិយាយទៅគឺដោយសារតាខ្ជិលតែឥឡូវនេះគឺឈប់ខ្ជិលហើយលេងហើយធ្វើវីដេអូឲ្យមើលទៀតក៏សង្ឃឹមដែរថាការត្រឡប់មកលេងការរត់ឡាននេះវិញមិនធ្វើឲ្យបាត់បង់ដែលគួរស្អាតហើយនឹងគ្រាប់ពេជ្រទេគឺយើងត្រូវលេងយកទាំងអស់ឲ្យទាល់តែបានវីដេអូខ្ញុំអាចនឹងដាក់ speed គុណនឹង2ដើម្បីកុំឲ្យវាវែងខ្លាំងពេកពីព្រោះអីគ្រាន់តែជាដំណើរ explore ក្នុងការរត់ឡានយកដេករបស់ខ្ញុំទេអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នាមើលយូរទៅមានការធុញទ្រាន់ហើយ
បើសិនជាមានពេលខ្ញុំអាចនឹងបន្តធ្វើវីដេអូផ្សេងទៀតដូចជា share experience ឬក៏វីដេអូណាមួយចែករំលែកពីរឿងអីមួយទៅលើ channel YouTube ផ្សេងដោយសលេងខ្ញុំដដែលហើយនឹងជាខ្ញុំដដែលតែខ្ញុំនឹងឆ្លៀតធ្វើឲ្យបានតែបើឆ្លៀតអត់បានអាចនឹងអស់បន្លាយពេល plan ក្រោយៗតាមនឹងទៀតតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវីដេអូនៅលើ YouTube ឲ្យបានច្រើនតាមដែលអាចទៅរួចពីព្រោះអីវីដេអូហ្គេមវាគ្រាន់តែជាការកម្សាន្តអារម្មណ៍របស់យើងទេប៉ុន្តែធ្វើជាជីវិតមនុស្សដែលរស់នៅលើផែនដីនេះត្រូវការចំណេះដឹងថ្មីត្រូវការបទពិសោធន៍ផ្សេងទៀតអញ្ចឹងខ្ញុំនឹងព្យាយាមចែករំលែកអីដែលខ្ញុំយល់ដឹងកន្លងមកវីដេអូនេះដូចជាហត់នឿយក្នុងការនិយាយពីព្រោះអីពេលខ្លះព្យាយាមនិយាយឲ្យច្បាស់ពាក្យពេលខ្លះនិយាយក្នុងនាមជាខ្លួនឯងអញ្ចឹងអាចនឹងអ្នកទាំងអស់គ្នាស្ដាប់ទៅម្ដងនិយាយបែបអ្នកបំពេញម្ដងនិយាយបែប professional ដែលយើងនិយាយច្បាស់ពាក្យ it's so hard to be អញ្ចឹងបើសិនជាពេលខ្លះ I'm beginner real me ខ្ញុំអាចនឹងនិយាយអត់សូវច្បាស់ឬក៏និយាយលាយភាសាអង់គ្លេសអីសង្ឃឹមថា subscriber 4-5 នាក់ដែលបាន subscribe ខ្ញុំបានស្ដាប់វីដេអូខ្ញុំហើយនឹងមិនប្រកែកប្រកាន់ឈានដល់ទីបញ្ចប់ដែរអញ្ចឹងក៏សូមអរគុណដែលបានស្ដាប់ការរអ៊ូរទាំការរៀបរាប់ពីហ្គេមដ៏អត់ប្រយោជន៍មួយនេះអរគុណអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់